បងប្អូនមានដែរលឺគេនិយាយថាយន្តហោះលឿនជាងសំឡេងឥឡូវនេះមកយកយន្តហោះប្រភេទមួយចំនួនមកចាស់ជូនបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ដែលវាមានឈ្មោះថា Sonic Boom ហើយវាបានបង្កើតឡើងឆ្នាំ1947នៅសហរដ្ឋអាមេរិកតើ Sonic Boom គឺជាអ្វី Sonic Boom គឺជាសំឡេងផ្ទុះខ្លាំងដែលបង្កឡើងនៅពេលដែលវត្ថុមួយដូចជាយន្តហោះឬយានអវកាសបានបំបែករនាំងសំឡេងដែលវាមានន័យថាវាធ្វើដំណើរលឿនជាង4សំឡេងប្រហាក់ប្រហែល1235 គីឡូម៉ែត្រក្នុង1ម៉ោងនៅលើអាកាសនៅកម្រិតទឹកសមុទ្រតើសំឡេងទាំងនេះគឺវាកើតឡើងដោយរបៀបណានៅពេលដែលវត្ថុមួយបានផ្លាស់ទីតាមអវកាសវាបង្កើតរលកសម្ពាធនៅពីមុខនិងខាងក្រោយវាដូចជាទូកធ្វើរលកក្នុងទឹកអញ្ចឹងនៅពេលដែលវាលើសពីល្បឿននៃសំឡេងរលកទាំងនេះបង្រួមនិងបញ្ចូលទៅក្នុងរលកតែមួយហើយរលកនេះធ្វើដំណើរមកកាន់ផ្ទៃដីហើយនៅពេលដែលវាចូលមកដល់ចិត្តអ្នកស្ដាប់ដែលហៅថាមនុស្សយើងនឹងវានឹងមានសំឡេងដូចជា boom យ៉ាងខ្លាំងដូច្នេះហើយបានជាការផ្ទុះសំឡេងនេះដែលគេដាក់ឈ្មោះវាថាការផ្ទុះសំឡេងហើយការពិតមួយទៀតនោះគឺ Sonic Boom គឺអាចបំបែកកញ្ចក់បើសិនជាកញ្ចក់នោះនៅជិតវាខ្លាំងពេកឬក៏នៅឆ្ងាយយើងបន្តិចបន្តួចតែប៉ុណ្ណោះដែលសំឡេងរបស់ Sonic Boom អាចបំបែកកញ្ចក់បានយ៉ាងងាយមូលហេតុដែលអ្នកឃើញយន្តហោះមុនពេលឮសំឡេងទុកដោយសារវាមានល្បឿនលឿនជាងសំឡេងមានថាល្បឿនវាលឿនខ្លាំងពេកសូរស័ព្ទដែលមានសំឡេងខ្លាំងស្តៀងទៅនឹងផ្គរលាន់គឺបណ្ដាលមកពីវត្ថុមួយដែលជាយន្តហោះលើសល្បឿនសំឡេងដែលបង្កើតឡើងជារលកដែលបញ្ចេញការប្រែប្រួលសម្ពាធខ្លាំងទៅលើផ្ទៃអាកាសដែលវាជះសម្លេងមកដល់ផ្ទៃដីវីដេអូថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយ comment និង share ម្នាក់មួយផង